ដើម្បីជៀសវាងពីការប្លន់ទិន្នន័យឬការលួចទិន្នន័យទី1រាល់ប្រតិបត្តិការណាដែលយើងគិតថាវាសំខាន់នឹងពាក់ព័ន្ធមួយលុយកាក់សូមដាច់ខាតកុំប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតឧទាហរណ៍ដូចជានៅហាងកាហ្វេ shopping mall ប្រលានយន្តហោះនិងទីសាធារណៈណាដែលមានមនុស្សជាច្រើនដែលកំពុងប្រើប្រព័ន្ធអ៊ីនធឺណិតមួយហ្នឹងព្រោះថាក្នុងចំណោមអ្នកទាំងនោះអាចមាន hacker ដែលកំពុងគ្រប់គ្រងប្រអប់ចែកចាយប្រព័ន្ធអ៊ីនធឺណិតដែលយើងហៅថា router ឧទាហរណ៍ឆាប់យល់គឺប្រៀបដូចយើងដើរកាន់លុយយ៉ាងច្រើននៅតាមទីសាធារណៈដោយយើងមិនដឹងថាអ្នកណាជាមនុស្សល្អនិងអ្នកណាជាមនុស្សអាក្រក់ដែលចាំធ្វើបាបយើងឬមួយចាំប្លន់យើងតាមផ្លូវនិងទី2មុននឹងជូនចុះឈ្មោះប្រើប្រាស់ app ឬ website មួយចំនួនយើងដាច់ខាតយើងត្រូវពិនិត្យមើលថាតើ website ទាំងអស់ហ្នឹងវាមានប្រព័ន្ធ SSL និងជាពិសេសបូករួមជាមួយនឹងប្រព័ន្ធ TFA ដែលពាក្យពេញដែលគេហៅថា Two Factor Authentication ដែលប្រព័ន្ធហ្នឹងតែងតែផ្ញើលេខកូដ4ខ្ទង់ឬ6ខ្ទង់មកតាមរយៈទូរស័ព្ទយើងហើយនឹងទី3ដាច់ខាតយើងមិនត្រូវចែករំលែកលេខកូដ TFA ហ្នឹងទៅអ្នកណាជាដាច់ខាត